thếតាមមនុស្សជាច្រើនបានបង្ហោះវីដេអូទៅលើ Facebook រៀងរាល់ថ្ងៃប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះដែលគាត់អាចរកចំណូលបានហេតុអ្វីមូលហេតុនោះគឺមិនមែនមកពីពួកគេនឹងគ្មានសំណាងទេក៏ប៉ុន្តែមកពីពួកគេនឹងមិនទាន់យល់អំពីរបៀបនៃការធ្វើ Facebook ផ្ដល់នៅតម្លៃដល់មាតិកាត្រង់ចំណុចហ្នឹងគឺខ្ញុំក៏ដូចគ្នាដែរទន្ទឹមនឹងរយៈពេលដែលខ្ញុំចំណាយពេលនៅក្នុងការធ្វើ Facebook មកដល់ពេលបច្ចុប្បន្នក៏ខ្ញុំអត់ទាន់ទទួលបានដែរហើយខ្ញុំឃើញបងប្អូនយើងជាច្រើនតែគាត់ទទួលបានបើអ្នកចង់រកចំណូលពីប្រព័ន្ធ Facebook អ្នកអាចចាប់ផ្ដើមគិតក្រោមហ្នឹងអ្នកគុំចាប់ផ្ដើមគិតតែពីរឿងប្រាក់គឺចាប់ផ្ដើមបង្កើតនៅមាតិកាមួយដែលមានប្រយោជន៍ដែលអាចដោះស្រាយហើយអាចចាប់ផ្ដើមបង្កើតមាតិកាមួយដែលមានប្រយោជន៍អាចដោះស្រាយបានបញ្ហាដោះស្រាយបញ្ហាផ្ដល់នៅចំណេះដឹងគឺក៏ការធ្វើជាទស្សនាទីជ័យនៅពេលដែលមានមនុស្សចូលចិត្តមាតិការបស់អ្នកពួកគេនឹងតាមដាននឹងចែកចម្លែកនឹងត្រឡប់មកមើលម្ដងទៀតត្រង់ចំណុចហ្នឹងនៅពេលដែលយើងផលិតនៅវីដេអូមួយខ្ញុំគិតថាគាត់តែថតសាមញ្ញទេនៅពេលដែលយើងរកបាននៅប្រធានបទល្អហើយវាជាវីដេអូមួយដែលល្អខ្ញុំគិតថាអ្នកតាមដានរបស់យើងគាត់ប្រកាសជាមកទស្សនាសូមកុំចម្លងវីដេអូហើយខ្ញុំសូមផ្ដាំសូមកុំចម្លងវីដេអូរបស់អ្នកណាដទៃពី Facebook លើកទឹកចិត្តបង្កើតមាតិកាដើមគឺជាមាតិកាដែលយើងផលិតទៅខ្លួនឯងនិងអ្នកបង្កើតដែលមានភាពច្នៃប្រឌិតចឹងយើងត្រូវតែមានភាពច្នៃប្រឌិតភាពស្មោះត្រង់និងការបង្ហោះជាប្រចាំគឺមានតម្លៃជាងការស្វែងរកផ្លូវកាត់